រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី27របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី27របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4ក្រោមអធិបតីភាពឯកឧត្តមឌីពីរីប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំនិងឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី6ខែកក្កដាឆ្នាំ2026បន្ទាប់ពីកិច្ចប្រជុំនេះដាក់នៅរបៀបវារៈ5សំខាន់ដើម្បីដាក់ជូនអង្គពិធីធ្វើការពិនិត្យនិងអនុម័តដោយលើកដៃរួចមកឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំនិងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធនិងសមាជិកក្រុមប្រឹក្សាខេត្តដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍខេត្តឲ្យសម្រេចបានលទ្ធផលល្អនិងប្រកបដោយប្រសិទ្ធភាពឯកឧត្តមនួនផារតបានលើកឡើងថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់លើកកម្ពស់គុណភាពរបស់ប្រជាពលរដ្ឋនិងជំរុញការវិនិយោគព្រមទាំងវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំក្នុងនោះដែររដ្ឋបាលខេត្តកំពុងអនុវត្តគម្រោងពង្រីកផ្លូវក្រាលកៅស៊ូពង្រីកច្រាំងស្ទឹងសែនដើម្បីបង្កើនទេសចរណ៍មកលេងកម្សាន្តការកាត់បន្ថយកកស្ទះចរាចរណ៍និងលើកកម្ពស់សោភ័ណភាពទីក្រុងគម្រោងនេះក៏រួមបញ្ចូលការកែលម្អសួនច្បារប្រព័ន្ធបំភ្លឺភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់មាត់ស្ទឹងសែនផងដែរនៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានបំភ្លឺជូនឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអំពីសភាពការអភិវឌ្ឍជារួមនៅខេត្តកំពង់ធំនិងការងារទប់ស្កាត់បទល្មើសប្រឆាំងធនធានធម្មជាតិនិងការការពារទ្រព្យសម្បត្តិរដ្ឋជាពិសេសករណីដែលកើតឡើងនៅក្នុងស្រុកតាំងគោកនិងការងារក្រវ៉ាត់ព្រំដីរបស់ពលរដ្ឋនៅក្នុងស្រុកសន្ទុកឯកឧត្តមបញ្ជាក់ទៀតថាការទប់ស្កាត់និងការបង្ក្រាបបទល្មើសធនធានធម្មជាតិជាការងារអាទិភាពរបស់រដ្ឋបាលខេត្តកំពង់ធំដោយបន្តសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋចូលរួមរាយការណ៍និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិដូចជាការកាប់ទន្ទ្រានព្រៃឈើការកាន់កាប់ដីរដ្ឋដោយខុសច្បាប់និងការបរបាញ់សត្វព្រៃដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព